បងប្អូនដែលមើលរឿងភាគក៏ដូចជារឿងបាទដ្រាម៉ាក៏ដូចជារឿងមនោសញ្ចេតនាណាភាគបញ្ចប់ទៅគឺតែងតែគិតថាបើសិនជា happy ending happy ending បាទចុងក្រោយទៅបានរៀបការជាមួយគ្នាសប្បាយជួបជុំគ្នាអញ្ចឹងណាបានរៀបការក៏ដូចជាបានគ្នាជាប្តីជាប្រពន្ធអញ្ចឹងនៅអាហ្នឹងគឺថាអូសប្បាយរីករាយបាទក្នុងជីវិតខ្សែភាពយន្តតាមពិតក្នុងជីវិតខ្សែភាពយន្តគឺវាអញ្ចឹងតែក្នុងជីវិតជាក់ស្ដែងគឺអត់អញ្ចឹងទេក្នុងជីវិតជាក់ស្ដែងគឺវាមានភាគតូចច្រើនមែនទែនពេលដែលមានកូនបាទពេលដែលពោពោះបបាក់ភាសាពេលដែលមានកូនបាទសម្រាលកូនចេញមកបាទវេទនាភាសាទៀតបាទគឺវេទនាមិនមែនថាអីទេពិបាកបងប្អូនដែលមានគ្រួសារបានយល់អារម្មណ៍មួយហ្នឹងពេលដែលមានកូនបាទយប់ឡើងត្រូវកូនយំបាទត្រូវឆុងទឹកដោះគោកូនឬមួយក៏ត្រូវភ្ញាក់ពេលដែលកូនយំភ្ញាក់ទាំងអស់គ្នាយប់ឡើងគេងមិនបានគ្រប់អីអញ្ចឹងទៅហើយអំឡុងពេលដែលកូនធំត្រូវរកលុយចិញ្ចឹមកូនក៏ដូចជាត្រូវរកលុយបាទត្រូវរកលុយប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពទាំងប្តីទាំងប្រពន្ធបាទអាហ្នឹងគឺសុទ្ធតែជាការលំបាកនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗអ្នកដែលមានលុយស្រាប់បោហូហៀបន្តតកូលក៏ដូចជាអ្នកមានលុយតពីម៉ែពីឪមកមិនមែនជាការលំបាកទេតែចំពោះបងប្អូនដែលគ្មានលុយបោសម្រាប់ផ្គត់ផ្គង់គ្រួសារទើបជាការលំបាកបាទអ្នកដែលមានលុយវ៉ាល់លានដុល្លារអាហ្នឹងមិនបាច់និយាយគេមានលុយគេអាចមានអ្នកបម្រើមានអីចឹងទៅតែចំពោះអ្នកដែលអត់មានលុយវិញគឺត្រូវការប្រឹងប្រែងការតស៊ូខ្លាំងមែនទេចំពោះខ្សែជីវិតមួយនេះមិនមែនគ្រាន់តែបានការជាមួយគ្នាហើយចប់ទេអាហ្នឹងគ្រាន់តែនៅក្នុងរឿងទេប៉ុន្តែអ្វីដែលនៅភាគបន្តច្រើនទៀតនោះគឺបាទនៅមានជីវិតតជាច្រើនទៀតរហូតដល់កូនធំបាទកូននឹងដោយកលងធွာឬអត់កូននឹងមានចំណេះវិជ្ជាគ្រប់គ្រាន់ក្នុងការយកទៅចិញ្ចឹមជីវិតបានឬអត់កូននឹងចុះក្នុងសង្គមគេចុះឬអត់មានចំណេះដឹងសម្រាប់យកទៅផ្គត់ផ្គង់រកស៊ីចិញ្ចឹមប្រពន្ធកូនតបានឬអត់បាទនេះទើបជាបញ្ហាជាក់ស្ដែងមិនទាន់អស់ទេពេលដែលមានគ្រួសារទៅថៅកូននឹងអាចរស់នៅជុំគ្នាបានសុខសាន្តត្រានឬមួយក៏អាចមានលទ្ធភាពចិញ្ចឹមក្រុមគ្រួសារដូចយើងចិញ្ចឹមកូនយើងដែរឬអត់អានេះទើបជាបញ្ហាដែលត្រូវមានបន្តទៀតមិនទាន់អស់ទេមាននៅច្រើនទៀតនេះគឺគ្រាន់តែរៀបរាប់ត្រួសមួយចំនួនទេបាទអញ្ចឹងបងប្អូនដែលមានក្រុមគ្រួសារក៏ដូចជាបានទស្សនាវីដេអូនេះថាតើមានចំណុចផលវិបាកអីផ្សេងទៀតបន្ទាប់ពីhappy ending មានន័យថាបន្ទាប់ពីរៀបការហើយមានន័យថាបងប្អូនមួយចំនួនដែលតែងតែមើលរឿងភាគចិនភាគថៃភាគកូរ៉េភាគជប៉ុននេះផ្សេងបាទតែងតែបានមើលកន្លងមកថាបានសប្បាយរីករាយក្នុងជីវិតណាថាជីវិតពោពេញទៅដោយការរីករាយភីងថាតើនៅមានអីទៀតនៅក្នុងខ្សែជីវិតរបស់បងប្អូនក្រៅពីក្នុងសាច់រឿងបាទអញ្ចឹងអាចខមមិននៅខាងក្រោមវីដេអូនេះបាទអរគុណច្រើន SG Pro ជួយសម្រួលបញ្ហាស្រវាំងភ្នែកនោមញើសក្រហាយបាតដៃបាតជើងនិងជួយបញ្ចុះជាតិស្ករក្នុងឈាមល្អបំផុតសម្រាប់អ្នកមានបញ្ហាទឹកនោមផ្អែម